បងប្អូនទាំងអស់គ្នានេះគឺជា Google TV មកពីក្រុមហ៊ុន Sony Model X80K 55 inch Google TV គឺជាប្រព័ន្ធបប្រតិបត្តិការនៅលើទូរទស្សន៍ចំនួនចុងក្រោយគេបង្អស់និងឆ្លាតជាងគេបង្អស់តែមុននឹងនិយាយអំពី Google TV ខ្ញុំសូមនិយាយអំពី hardware ទូរទស្សន៍បន្តិចសិនគុណភាពបង្ហាញរបស់ទូរទស្សន៍នេះគឺ 4K HDR ដែលបង្ហាញរូបភាពបានច្បាស់ពណ៌ដិតល្អហើយមើលវីដេអូ 4K គឺច្បាស់ដល់ឃើញរន្ធញើសនៅលើស្បែករូបរាងទូរទស្សន៍ក៏ស្អាតដែរវាមានគែមស្ដើងអមដោយជើងទម្រ2សម្រាប់បញ្ឈរនៅលើតុ Speaker គឺឮកប់តែម្ដងល្អមែនទែនក៏ប៉ុន្តែដោយសារតែនេះគឺជា Google TV ដែលមានមុខងារថ្មីល្អច្រើនដែលធ្វើឲ្យការប្រើប្រាស់ទូរទស្សន៍នៅផ្ទះកាន់តែងាយស្រួលអញ្ចឹងខ្ញុំនិយាយអំពីអ្វីដែល Google TV អាចធ្វើបានចំណុចពិសេសរបស់ Google TV គឺមាន app និង game ច្រើនដល់ទៅជាង 6000 app ដែលអាច download និងប្រើពី Google Play Store បាននៅលើផ្ទាំងដើមឬក៏ហៅថា home screen ហ្នឹងគឺងាយស្រួលមើលជាង Android TV ពីមុនមាតិកាជាច្រើនគឺតម្រៀបនៅលើផ្ទាំងដើមដែលអាចចូលមើលបានកាន់តែលឿនហើយផ្ទាំង setting គឺបង្ហាញជា2ផ្ទាំងស្រាប់ដែលបង្ហាញពីមេនុយខាងក្នុងស្រាប់ដែលយើងមិនចាំបាច់ចុចចូលទៅមើលសិនដូចជា Android TV ពីមុនទេការបញ្ជានៅលើមេនុយគឺឆ្លើយតបបានលឿនមិនចាំបាច់រងចាំវា load ដូចទូរទស្សន៍ផ្សេងទេហើយពេលយើងកំពុងមើលវីដេអូយើងក៏អាចធ្វើការផ្លាស់ប្ដូរ setting បានដោយវានឹងចេញរបារ setting នៅខាងក្រោមអញ្ចឹងយើងមិនចាំបាច់បិទវីដេអូសិនទេឧទាហរណ៍ខ្ញុំចង់បន្ថយកម្រិតពន្លឺទូរទស្សន៍គឺអាចធ្វើបានកាន់តែលឿននេះគឺជា Smart TV ដែលអាចដំណើរការបានពេញលេញលុះត្រាតែមានអ៊ីនធឺណិតបើមិនអញ្ចឹងទេបងប្អូនអាចភ្ជាប់ជាមួយនឹងខ្សែកាបហើយមើលប៉ុស្តិ៍ទូរទស្សន៍ធម្មតាអីចឹងទៅយើងអាចដំណើរការ Google Assistant បានដោយផ្ទាល់ជាមួយទូរទស្សន៍បានដែលងាយស្រួលជាងគេគឺសួរពីអាកាសធាតុបើកដំណើរការកម្មវិធីណាមួយឬក៏ស្វែងរកវីដេអូណាមួយដោយប្រើតែសំឡេង What is the weather today? Right now in Phnom Penh it's 27. Launch Netflix ហើយមែនតើវាដំណើរការបានល្អវាអាចជំនួសកូនបាស assistant របស់ខ្ញុំបានទោះបីជាទូរទស្សន៍បិទក៏ដោយក៏យើងអាចហៅវាបានដែរ Turn on the TV All right, turning Sony KD55X80K on. នៅលើ tele នេះមានប៊ូតុង Google Assistant រួចជាស្រេចដែលយើងអាចប្រើបានពីចម្ងាយយើងអាចប្រើបានដោយគ្រាន់តែចុចប៊ូតុង Google Assistant ឲ្យជាប់រួចនិយាយវាពិតជាងាយស្រួលជាងការវាយ keyboard ដោយការចុចបញ្ជាទៅមកនឹងឆ្ងាយមែនទែន Superman movie Iron Man movie និយាយពី remote control ឬក៏ហៅថា tele បញ្ជាយើងត្រូវប្រើវាច្រើនវាតូចវាងាយស្រួលកាន់ប្រើមានប៊ូតុងសម្រាប់ចូលទៅកាន់ YouTube Netflix Prime Video ស្រាប់អញ្ចឹងយើងអាចចូលទៅកម្មវិធីទាំងនឹងបានកាន់តែលឿនហើយ tele នេះគេប្រើ Bluetooth អញ្ចឹងយើងមិនចាំបាច់ចុចតម្រង់ទៅទូរទស្សន៍ក្នុងការបញ្ជាវាទេមុខងារពិសេសមួយនៅលើ Google TV គឺយើងមិនត្រឹមតែអាចផ្លាស់ប្ដូរផ្ទៃបង្ហាញកម្មវិធីទៅជាភាសាខ្មែរទេយើងក៏អាចធ្វើការស្វែងរកមាតិកាវីដេអូជាភាសាខ្មែរបានដែរដោយប្រើតែសំឡេងបងប្អូនអាចចូលទៅកាន់ tab search បន្តមកចុចលើប៊ូតុងសំឡេងបន្តមកអាចនិយាយបានរបៀបនៃការធ្វើម្ហូបដើរព្រៃអូនកុំបាយឆ្វេងភាពងាយស្រួលមួយទៀតគឺយើងអាចផ្ទេរវីដេអូនៅលើទូរស័ព្ទរបស់យើងទៅទូរទស្សន៍បានយ៉ាងលឿនបើសិនជាបងប្អូនប្រើ iPhone គឺងាយស្រួលការបញ្ជូនមាតិកាទៅគឺយើងអាចប្រើ AirPlay ឬក៏ Chromecast នៅលើ YouTube ក៏បានដែរហើយសម្រាប់ Android គឺយើងអាចប្រើ Chromecast ទាំងនៅលើ YouTube និង Google Photo បានដែលអាចបញ្ជូនទាំងរូបភាពនិងវីដេអូទៅបានពេលចាក់នៅលើទូរស័ព្ទបងប្អូនអាចរកមើលប៊ូតុងមួយនេះចុចនៅលើវានិងរើសយកឈ្មោះទូរទស្សន៍បន្តមកវាក៏ load យ៉ាងលឿនទៅទូរទស្សន៍បានចំពោះគុណភាពបង្ហាញនៅលើអេក្រង់ធំនេះពិតជាស្រស់ស្អាតនិងពេញភ្នែកល្អមែនទែនខ្ញុំមើលរឿងលើទូរទស្សន៍នេះបានច្រើនហើយបើសិនជាយើងចាក់វីដេអូដែលមានគុណភាពទាបជាង 4K Sony X1 processor នៅលើទូរទស្សន៍នេះគឺអាចបំលែងវីដេអូគុណភាព 1080 ឬក៏ 2K ឲ្យមើលទៅច្បាស់ដូចជាចាក់វីដេអូ 4K អញ្ចឹងដែរ Google TV នេះក៏ support HDR content មកពី HDR10 HLG និង Dolby Vision ក៏បានដែរចំពោះគុណភាពសំឡេងគឺឮខ្លាំងល្អមែនទែនវាចេញជា2 channel ដែលផ្ដល់សំឡេងក្នុងកម្លាំង20 W
ដែលពិតជាលឺខ្លាំងមែនទែនយើងមិនចាំបាច់ថែម speaker ក៏បានដែរនិយាយអំពីរន្ធដំណភ្ជាប់គឺគេដាក់នៅចំហៀងអញ្ចឹងយើងអាចប្រើបានកាន់តែងាយស្រួលទោះបីជាដាក់ទូរទស្សន៍អឹបនឹងជញ្ជាំងក៏ដោយយើងឃើញមានរន្ធ USB ចំនួន2គ្រាប់ដែលអាចប្រើសម្រាប់ចាក់វីដេអូពី flash ឬក៏ external រន្ធបញ្ចេញសំឡេង digital audio និងរន្ធ video input រន្ធ HDMI មានដល់ទៅ4គ្រាប់ដែលក្នុងនោះមានមួយគ្រាប់ដើរតួជា HDMI out ដែលអាចបញ្ចេញរូបភាពទៅក្រៅបានផងដែរក្រៅពីនេះមាន LAN port សម្រាប់ដោតអ៊ីនធឺណិតតាមខ្សែនិង port សម្រាប់ដោត remote និង port អង់តែនឬក៏ដោតខ្សែកាបផងដែរតែសម្រាប់ខ្ញុំគឺគ្រាន់តែភ្ជាប់ទៅកាន់ Wi-Fi ប្រើវាមើល YouTube និង stream រឿងចេញពី Netflix ឬក៏ពេលខ្លះចាក់មាតិកាចេញពីទូរស័ព្ទបានយ៉ាងលឿនគឺគ្រប់គ្រាន់ហើយបាទសរុបចុងក្រោយនេះគឺជាទូរទស្សន៍ Sony 4K HDR ដែលដំណើរការដោយ Google TV ដែលពិតជាងាយស្រួលប្រើជាងមុនច្រើនយើងអាចធ្វើការស្វែងរកដោយប្រើសំឡេងជាភាសាខ្មែរព្រោះមាតិកាជាភាសាខ្មែរយើងបច្ចុប្បន្នក៏មានច្រើនគួរសមដែរនិយាយពីតម្លៃ Sony Bravia X80K 55X មួយនេះមានតម្លៃជាង$700សូមអរគុណដែលបន្តមើលវីដេអូពីដើមដល់ចប់ពេលនេះខ្ញុំបាទ Hoki ជួបគ្នានៅវីដេអូក្រោយ